សួស្តីបងប្អូនទាំងអស់គ្នាបាទគុំមកកាន់វីដេអូថ្មីមួយទៀតវីដេអូថ្មីនេះខ្ញុំមាន tip តូចមួយចែកម្លែកពីរបៀបយើងចូលទៅឆែកមើលប្រភេទ RAM របស់យើងនៅក្នុង laptop ឬមួយក៏នៅក្នុង desktop ក៏បានដែរតែគាត់ថាក្នុង desktop យើងអាចបើកគម្របហើយយើងអាចមើលបានប៉ុន្តែបើនៅក្នុង laptop យើងត្រូវបើយើងនិយាយពីស៊េរីក្រោយៗថ្មីគឺយើងត្រូវដោះគម្របមួលខ្ចៅមួលអីវាអញ្ចឹងណាហើយបើយើងនិយាយពី laptop ខ្លះគេនៅថ្មីទៅបន្តិចថ្មីគេវាមានបិទសៀបិទអីចឹងទៅអញ្ចឹងយើងអត់អាចទៅដោះទៅអីមើលបានទេប៉ុន្តែយើងគ្រាន់តែយើងចង់ដឹងថាតើនៅក្នុង laptop របស់យើងប្រើ RAM ប្រភេទអីហើយ speed របស់វាប៉ុន្មានហើយយើងប្រើប្រមាណ slot អញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចែកម្លែកពីរបៀបយើងចូលទៅមើលបានថាយើងប្រើ RAM ប្រភេទអីហើយប្រើបើ speed វាប្រមាណហើយយើងប្រើប្រមាណ slot យើងអាចនិយាយបានថាយើងអាចដឹងទៀតថានៅក្នុង laptop យើងមាន RAM មាន slot RAM ហ្នឹងប្រមាណតែជាទូទៅមាន laptop យើងមានច្រើនប្រភេទ laptop ខ្លះគេប្រើ RAM on board មួយទៅហើយមាន slot មួយទៀតសម្រាប់ឲ្យយើងបន្ថែមតែ laptop ខ្លះទៀតគឺវាមាន2 slot តែជាទូទៅគឺប្រើ2 slot ហើយនឹងក៏មាន laptop មួយចំនួនទៀតគេឡើងដល់3 slot ក៏មានដែរអាហ្នឹងប៉ុន្តែគាត់ថាគេច្រើនគឺតែ2 slot ទេអូខេអញ្ចឹងឥឡូវដើម្បីយើងចូលទៅ check មើលយើងអាចមកកន្លែង search មកក៏បានដែរយើង search យកពីថា task manager ឬមួយក៏នៅក្នុង Windows 10នៅក្នុង Windows 10យើងអត់ចាំបាច់មក search អញ្ចឹងក៏បានដែរយើងគ្រាន់តែ mouse ស្ដាំនៅលើនេះនៅលើ taskbar មកហើយយើងយកពាក្យ task manager មកគឺវាចេញដូចគ្នាអញ្ចឹងយើង mouse ស្ដាំលើ taskbar មកហើយយើងយកពាក្យ task manager មកអូខេវាចេញដូចគ្នាអូខេអញ្ចឹងយើងចូលមកដល់កន្លែង performance នៅក្នុង Windows 10ក៏វាមានកន្លែង performance ដូចគ្នាដែរអញ្ចឹងយើងចុចនៅលើ performance មកហើយយើងចុចលើពាក្យ RAM ហើយនៅក្នុងនេះមិនមែនមានតែ RAM ទេយើងមានទាំង CPU មានទាំង hard disk យើងមានទាំង Wi-Fi អញ្ចឹងប៉ុន្តែថ្ងៃនេះយើងនិយាយតែពី RAM ទេអញ្ចឹងយើង select នៅលើ RAM ហ្នឹងមកអូខេយើងឃើញថា RAM របស់ខ្ញុំប្រើ 16GB 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 ហើយឥឡូវនេះកំពុងតែប្រើអស់ប៉ុណ្ណេះហើយនៅសល់ available 7GB ទៀតហើយ speed RAM របស់ខ្ញុំគឺ 2400 MT អញ្ចឹងបានន័យថា2400ក៏មាន RAM ប្រភេទខ្លះ2133ទេហើយក៏មាន RAM ខ្លះដល់2666ហើយក៏មានដល់3200យ៉ាងដែរអូខេហើយslot ដែលខ្ញុំប្រើ slot ដែលខ្ញុំប្រើនេះគឺខ្ញុំប្រើ2 slot អស់តែម្ដងបានន័យថាប្រើ2 slot មកហើយយើងដាក់ម៉ៅនៅលើនេះគឺយើងឃើញយើងដាក់ម៉ៅនៅលើនេះគឺវាប្រាប់ថា slot ទី1យើងប្រើយើងដោត 8G 2400ដូចគ្នាហើយ slot ទី2គឺយើងដោត 8G ដែរ2400ដូចគ្នាអូខេអញ្ចឹងកន្លែងនេះក៏អត់មានអីត្រូវឆ្ងល់ដែរបើសិនជាថាមិនក៏អត់ឃើញគេដាក់ថា DDR4 ឬមួយក៏ DDR3L ឬមួយក៏ DDR3 អញ្ចឹងណាអញ្ចឹងយើងគ្រាន់តែចំណាំថាបើកាលណា speed វាឡើងរហូតដល់2100ឡើងទៅបើកន្លែងនេះគេដាក់ថា2100ឡើងទៅហើយគឺវាមិនមែនជា DDR3 នេះទេគឺជាប្រភេទ DDR4 ហើយព្រោះដោយសារតែ speed DDR4 គឺចាប់ពី2133ឡើងរហូតដល់3600រហូតដល់4000ក៏មានដែរប៉ុន្តែ laptop ជាទូទៅខ្ពស់ប៉ុតត្រឹម3600ទេអូខេអញ្ចឹង tip ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនា